ស្ដីអ្នកនរគ្នាថ្ងៃនេះយើងជួបគ្នានៅក្នុងវីដេអូថ្មីដែលយើងនឹងរៀនធ្វើ product នៅក្នុងកម្មវិធី Blender ចឹង product នេះដែលយើងនឹងធ្វើគឺយើងនឹងធ្វើដបមួយនេះហើយនឹងយើងនឹង render វាចេញអូខេអញ្ចឹងដើម្បីធ្វើ product មួយនឹងបានដំបូងយើងទៅ save រូបនឹងសិនមកចឹងខ្ញុំនឹង save រូបមួយនេះយើងអាចទៅរករូបលក្ខណៈអញ្ចឹងបាននៅក្នុង Google នៅក្នុង Pinterest នៅក្នុងអីក៏បានដែរអត់យើងអាចហៅបានអញ្ចឹងខ្ញុំនឹង save រូបនេះទុកមួយសិនមកចឹងយើងដាក់ស្ដាំ save មកចឹងខ្ញុំនឹង save វាទុកនៅកន្លែងណាដែលយើងចង់ទុកវាសិនមកចឹងខ្ញុំនឹងដាក់ឈ្មោះវាថា product អូខេអញ្ចឹងបន្ទាប់ពីយើង save product របស់យើងហើយដែលយើងទៅធ្វើបន្តគឺយើងទៅបើក Blender របស់យើងមកចឹងខ្ញុំនឹងប្រើ Blender 4.3 ចឹងខ្ញុំបើក Blender យើងមកអូខេអញ្ចឹងពេលដែលយើងមកដល់ក្នុងកម្មវិធី Blender ជាដំបូងគឺយើងត្រូវលុបobject ដែលមានស្រាប់នៅក្នុងកម្មវិធីសិនទៅចឹងយើងមកឆ្វេងអូសមកហើយចុច X ដើម្បី delete អូខេអញ្ចឹងបន្ទាប់ពីយើងលុបហើយយើងចង់ add រូបភាព reference របស់យើង save មិញហ្នឹងមកក្នុងកម្មវិធី Blender អញ្ចឹងដើម្បីធ្វើអញ្ចឹងគឺយើងចុច Shift A មកកាន់ empty ហើយបន្ទាប់មកយក image ហើយបន្ទាប់មកទៀតគឺយើងមកខាងស្ដាំកន្លែង property ហ្នឹងយើងយករូបបៃតងនេះគឺ data បន្ទាប់មកយក data ហើយគឺយើងចុច open មកអញ្ចឹងយើង open យើងទៅរក image របស់យើងមកអញ្ចឹង image របស់ខ្ញុំនៅក្នុងនេះហើយគឺ image មួយនេះអូខេអញ្ចឹងបន្ទាប់ពីយើងបើក image នឹងហើយគឺយើងបានរូបភាពរបស់យើងចូលមកក្នុងកម្មវិធី Blender អញ្ចឹងខ្ញុំនឹង scale វាធំតិចបន្ទាប់មកខ្ញុំនឹង rotate វានៅលើ x 90 degree ហើយខ្ញុំនឹង move វានៅលើ y តិចមកហើយ move វានៅលើ z តិចមកអូខេបន្ទាប់មកទៀតដើម្បីចាប់ផ្ដើម model product មួយនេះខ្ញុំនឹងមក front view មកគឺចុចលេខ1នៅលើ numpad បន្ទាប់មកយើងនឹង shift A ដើម្បី add circle អូខេបន្ទាប់យើង add circle ហើយយើងចុច tab ដើម្បីទៅ edit mode ចុចលេខ1សាថ្មីមកដើម្បីមើល front view ខ្ញុំនឹងទាញវាឡើងលើ move វាឡើងលើខ្ញុំ GZ scale វាធំតិចមកហើយបន្ទាប់មកយើងនឹង extrude វាឡើងទៅលើដើម្បីឲ្យវាបានទៅជារូបរាងរបស់ដបមួយហ្នឹងខ្ញុំចុចអក្សរ E ដើម្បី extrude ហើយ Z គឺ extrude នៅលើ Z អញ្ចឹងយើងទាញវាមើលមកស្អាតមកអញ្ចឹងធ្វើប៉ុណ្នេះហើយបន្ទាប់មកយើងចង់ធ្វើឲ្យវាមានលក្ខណៈជាកដបអញ្ចឹងយើងចុច E extrude ហើយយើងចុច scale គឺអក្សរ S ជាយើង scale វាទូចអូខេអញ្ចឹងខ្ញុំ scale វាទូចតាមប៉ុណ្នេះមកហើយខ្ញុំមើល front view វិញមកហើយបន្ទាប់មកគេថាកន្លែងកំហុសនេះវាតាមប៉ុណ្នេះអញ្ចឹងខ្ញុំ scale វាទូចជាងមុនតិចទៀតអញ្ចឹងដើម្បីឲ្យយើងស្រួលមើលថា vertex របស់យើង scale បានទូចប៉ុណ្ណាធំប៉ុណ្ណាហើយយើងអាចចុច Alt Z ដើម្បីបើក X-ray mode យើងមកតែដល់ពេលយើងបើក X-ray mode យើងឃើញvertex យើងគឺវាទំនេញអញ្ចឹងវាប៉ុណ្ណឹងគឺវាល្មមហើយអញ្ចឹងខ្ញុំនឹង extrude វាឡើងលើម្ដងទៀតអូខេអញ្ចឹងប៉ុណ្នេះគឺសម្រាប់កដបរបស់យើងអញ្ចឹងខ្ញុំនឹងបិទផ្ទៃមួយនេះអញ្ចឹងខ្ញុំចុចអក្សរ F ដើម្បី fill ហើយខាងក្រោមនេះគឺយើងចង់បិទវាដែរអញ្ចឹងដើម្បីបិទផ្ទៃនឹងបានយើង select vertex ទាំងអស់ហ្នឹងមកខាងក្រោមមកអញ្ចឹងយើងអាចអង្គុយចុចម្ដងមួយក៏បានឬក៏យើងដើម្បីលឿនយើងចុច Alt ហើយយើងចុចលើ vertex ដែលយើងចង់ select មួយជុំហ្នឹងមកអញ្ចឹងយើងចុច Alt ហើយខ្ញុំ select ចេះមកគឺយើង select បានមួយជុំឬក៏បើមិនចេះទេយើងអាច box select ចេះក៏បានដែរអូខេអញ្ចឹងបន្ទាប់ពីយើង select ហើយយើង fill វាទៅចុចអក្សរ F ហើយបន្ទាប់មកអីដែលខ្ញុំនឹងធ្វើបន្ទាប់គឺខ្ញុំនឹងចេញទៅក្រៅ tab ទៅ object mode បន្ទាប់មកខ្ញុំនឹងមកកន្លែង modifier ខាងស្ដាំនេះកន្លែងរូបគុណសោហ្នឹងយក modifier ចុច add modifier
តមកយក generate ហើយនឹង bevel អញ្ចឹង bevel modifier គឺជា modifier មួយដែលធ្វើឲ្យមានកន្លែង game ឆុងហ្នឹងវាទៀលអញ្ចឹងឧទាហរណ៍ខ្ញុំបិទវាអញ្ចឹងឃើញកន្លែង game ឆុងកន្លែងលើខាងលើនេះវាកែងខ្លាំងចេះហើយវាមើលទៅរៀងស្រួចអញ្ចឹងនៅពេលដែលយើងដាក់ bevel modifier ហ្នឹងមកឃើញវាទៀលជាងមុនអញ្ចឹងខ្ញុំនឹងទាញ amount នេះចុះមកក្រោមតិចមកអូខេផែប៉ុណ្្នឹងមកគឺស្អាតបាទហើយបន្ទាប់មកទៀតយើងនឹងធ្វើគម្របឲ្យដបមួយហ្នឹងអញ្ចឹងដើម្បីធ្វើគម្របឲ្យដបមួយហ្នឹងខ្ញុំអាចចុច shift A ដើម្បី add circle ម្ដងទៀតហើយខ្ញុំទៅ front view ខ្ញុំទៅ tab ខ្ញុំបាច់ទៅ tab ខ្ញុំមក front view ខ្ញុំទាញវាឡើងលើ GZ ហើយខ្ញុំ scale វាធំតិចមកហើយជាប៉ុណ្នេះមកហើយបន្ទាប់មកខ្ញុំនឹងទៅ edit mode ចុច tab ហើយ E extrude ឡើងលើធ្វើប៉ុណ្នេះមកហើយខ្ញុំនឹង fill វាចុចអក្សរ F ដើម្បី fill វាហើយបន្ទាប់មកទៀតគឺខ្ញុំចង់ឲ្យវាមានកម្រាស់អញ្ចឹងដើម្បីឲ្យវាមានកម្រាស់យើងចេញពី edit mode មកទៅ object mode វិញចុច tab ហើយបន្ទាប់មកយើងមកកាន់កន្លែង modifier ហ្នឹងយើង add modifier generate ហើយយើងយក solidify អូខេយើងបន្ទាប់ពីយើង add solidify យើងឃើញវាមានចាប់ផ្ដើមមានកម្រាស់បន្តិចហើយកន្លែងកម្របនេះចឹងខ្ញុំនឹងទាញវាក្រាស់ជាងមុនតិចទៀតយើងចុច shift ឲ្យជាប់ដើម្បីពេលយើងទាញvalue ផ្សេងៗវារៀង smooth ហើយវាយឺតបើសិនយើងអត់ចុច shift ទេយើងទាញយកហ្មងវាលឿន value ឡើងម្ដងច្រើនចឹងយើងអាចចុច shift ហើយយើងទាញទៅចឹងវាកើនម្ដងតិចហើយយើង tick នៅកន្លែង even thickness នេះមានន័យថាដើម្បីវាមានកម្រាស់ស្មើគ្នាទាំងកន្លែងខាងហើយនិងខាងលើអូខេអញ្ចឹងពេលយើង add solidifier ហើយខ្ញុំចង់ឲ្យវា smooth កន្លែង game នេះអញ្ចឹងខ្ញុំនឹង add modifier មួយទៀតគឺ bevel ដែលយើងបាន add ឲ្យដបនឹងអញ្ចឹងខ្ញុំយក modifier generate ហើយនឹង bevel មកអូខេចឹងកន្លែង bevel នេះខ្ញុំនឹងតឡើងកន្លែង segment នេះអញ្ចឹង segment កាន់តែច្រើនយើងឃើញកន្លែង game ហ្នឹងកាន់តែ smooth ចឹងបើសិននេះមួយយើងឃើញចំណិតអញ្ចឹងបើសិនខ្ញុំដាក់2យើងឃើញ2ចំណិតកាន់តែច្រើនគឺកាន់តែ smooth ចឹងខ្ញុំដាក់ប្រហែលជា3ទៅអូខេអញ្ចឹងប៉ុណ្ណឹងបានហើយបន្ទាប់មកយើងចង់ឲ្យវាsmooth ជាងមុនទៀតយើងចង់ឲ្យវាឃើញ line បន្តអញ្ចឹងយើងមកស្ដាំទៅលើវាហើយយើងយក shade auto smooth អូខេហើយខាងក្រោមគឺយើងយក shade auto smooth ដែរមកចឹងយើង select ដបមកស្ដាំ shade auto smooth អូខេអញ្ចឹងប៉ុណ្ណឹងគឺយើងបានដបរបស់យើងហើយដែលយើងត្រូវធ្វើបន្តគឺយើងចង់បាន label ដែលបិទជាប់នៅលើដបរបស់យើងនោះអូខេចឹងដើម្បីបង្កើត label ដែលបិទជាប់នៅលើដបរបស់យើងហ្នឹងគឺដែលយើងត្រូវធ្វើគឺយើង select ដបរបស់យើងហើយយើង tab ទៅ edit mode ខ្ញុំចុចលេខ1ដើម្បីមក front view ហើយបន្ទាប់មកខ្ញុំនឹងចុច control O ដើម្បី add loop cut ចឹងខ្ញុំ control O ហើយខ្ញុំចុចមកឆ្វេងហើយខ្ញុំចុចមកស្ដាំដើម្បីឲ្យវានៅកន្លែងមួយហ្នឹងគឺវាអត់ឡើងទៅលើឬក៏ចុចរកមហើយបន្ទាប់មកគឺខ្ញុំនឹងចុចលេខ2ដើម្បីប្រើ select mode ជាបន្ទាត់វិញគឺ edge ហើយបន្ទាប់មកគឺខ្ញុំនឹង control B ដើម្បី bevel វាហើយខ្ញុំ bevel វាធំប្រហែលជាប៉ុណ្នេះមកចឹង bevel ប៉ុណ្នេះយើងឃើញវាបាន mesh ដែលមានទំហំពីលើចុះក្រោមនេះយ៉ាងធំល្មមខ្ញុំគិតថាវាអាចជា label បានសម្រាប់ដបមួយហ្នឹងចឹងខ្ញុំយកលេខ3ដើម្បី select ផ្ទៃរបស់វាឬក៏យើងហៅថា face ហ្នឹងចឹងខ្ញុំនឹង select ផ្ទៃរបស់វាមកល្មមដែលគិតថាយើងចង់ធ្វើជា label ចឹងខ្ញុំគិតថាប្រហែលជាត្រឹមប៉ុណ្នេះមកដល់ប៉ុណ្នេះចឹងខ្ញុំនឹង select ផ្ទៃមួយនឹងហើយខ្ញុំចុច control ជាប់ខ្ញុំ select ផ្ទៃដែលខ្ញុំចង់ select ទៅដល់ចឹងខ្ញុំគិតថាមកដល់ប៉ុណ្នេះមកអញ្ចឹងនៅពេលដែលយើង select ប៉ុណ្្នឹងហើយខ្ញុំនឹងចុចShift D
ហើយមកស្ដាំដើម្បីវានៅកន្លែងនឹងដដែលហើយខ្ញុំចុចអក្សរ P ដើម្បីផ្ដាច់វាចេញពី object ដបមួយនេះអញ្ចឹងយើងចុច P ហើយ separate គឺយក selected មកយក selection មកអូខេអញ្ចឹងពេលយើងចេញពី edit mode ចុច tab មកយើងនឹងទទួលបាន object ថ្មីមួយគឺអីដែលយើងបានផ្ដាច់មិញចេញមិញហ្នឹងអញ្ចឹងដើម្បីឲ្យវាមានកម្រាស់ខ្ញុំចង់ឲ្យ label ហ្នឹងវាមានកម្រាស់អញ្ចឹងយើងត្រូវ add modifier អីគេដូចអាខាងលើដែរគឺ modifier solidify អញ្ចឹងយើងselect អញ្ចឹងយើង select label នឹងហើយយើងមកកន្លែង modifier ចុច add modifier យក generate ហើយយក solidify មកអូខេអញ្ចឹងខ្ញុំចង់ឲ្យវា solidify យើងក្រាស់ប៉ុណ្ណឹងមកអូខេប៉ុណ្ណឹងបានហើយស្អាតហើយអញ្ចឹងគឺយើងបាន10បានកម្រិត10ហើយនឹងបាន label របស់យើងអីដែលយើងធ្វើបន្ទាប់គឺការចាក់ texture ចូលទៅឲ្យ product របស់យើងអូខេអញ្ចឹងដើម្បីចាក់ texture ឲ្យ product របស់យើងជាដំបូងគឺយើងត្រូវចូលមកក្នុង tab shading របស់យើងមកអញ្ចឹងខ្ញុំចុច shading ហើយបន្ទាប់មកអីដែលខ្ញុំធ្វើបន្ទាប់គឺខ្ញុំ select ដបរបស់វា select ដបរបស់យើងហើយយើងចុច new ហើយដាក់ឈ្មោះឲ្យ material របស់យើងមកអញ្ចឹងខ្ញុំនឹងដាក់ឈ្មោះវាថា bottle អូខេអញ្ចឹងខ្ញុំនឹង select ទៅលើ node មួយនេះខ្ញុំចុច x ហើយខ្ញុំនឹង add ថ្មីខ្ញុំនឹង add node ថ្មីអញ្ចឹងខ្ញុំចុច shift a មកហើយយើងមកយក shader បន្ទាប់មកយើងហៅពាក្យថា glass bsdf អញ្ចឹងខ្ញុំនឹងយក glass bsdf ហ្នឹងមកបន្ទាប់មកខ្ញុំនឹងទាញវាមកកាន់ surface អញ្ចឹងគឺយើងទទួលបានដបរបស់យើងមើលទៅវាចំណាំងផ្លាតហើយវាឡងមើលទៅគឺជាកញ្ចក់អូខេអញ្ចឹងដើម្បីឲ្យយើងងាយស្រួលក្នុងការមើលថានៅពេល render ទៅដបរបស់យើងចេញរូបរាងម៉េចចឹងយើងមកខាងលើយើងយកកន្លែងrender view មកចឹងខ្ញុំនឹងយក render view ហើយបន្ទាប់មកខ្ញុំនឹងដូរ engine render engine ទៅ cycle ពួកអីcycle វា realistic អញ្ចឹងយើងមកកន្លែងខាងស្ដាំយើងយក render ហើយយើងយក cycle ហើយបើសិនយើងមាន GPU យើងយក GPU compute មកអូខេអញ្ចឹងឃើញថាវារៀងល្ងឹតដោយសារយើងអត់ទាន់មានពលឺអត់ទាន់មានអីទេតែអត់អីទេដើម្បីដាក់ពលឺបានយើងមើលមកខាងក្រោមឃើញរូបផែនដីមួយនេះគឺ world នេះយើងចុចលើនឹងមកហើយកន្លែង color ចុចកន្លែងពណ៌លឿងនេះមកហើយយើងយក environment texture អញ្ចឹងយើងយក environment texture ហើយយើងចុច open មកយើងចុច open ដើម្បីជ្រើសរើសយក HDRI មួយអញ្ចឹងខ្ញុំនឹងជ្រើសរើសយក HDRI ដែលខ្ញុំមានស្រាប់មួយមកអញ្ចឹងឧទាហរណ៍ថាខ្ញុំយក HDRI មួយនេះចុះ open image អញ្ចឹងមុននឹងបន្តខ្ញុំនឹងប្រាប់ពីកន្លែងដែលយើងអាច download HDRI យើងបានអញ្ចឹងយើងអាចបើក Google ឬក៏ browser របស់យើងមកហើយយើងទៅ search ហៅ Holy Heaven អញ្ចឹងគឺ website មួយនេះយើងចុច website ហ្នឹងមកហើយបន្ទាប់មកកន្លែង asset នេះគឺយើងយក HDRI មកបន្ទាប់មកទៀតយើងរក HDRI ណាដែលយើងចង់បានមកតែខ្ញុំចង់បានមួយនេះជាយើង select លើនឹងហើយយើងអាចធ្វើ resolution តាមចំណង់ចំណូលចិត្តរបស់យើងមានពី 1K ដល់ 20K តែខ្ញុំប្រើត្រឹម 2K ទេហើយយើងចុច download មកហើយបន្ទាប់ពីយើងចុច download ហើយយើងអាចមកក្នុងកម្មវិធី Blender យើងទៅ load file ហ្នឹងមកអូខេអញ្ចឹងខ្ញុំនឹងប្រើ HDRI មួយនេះហើយខ្ញុំនឹងធ្វើបន្តទៀតអញ្ចឹងយើងឃើញថា glass របស់យើងមើលទៅវាចាំងកញ្ចក់លក្ខណៈចំណាំងផ្លាតវាអត់មើលធ្លុះអញ្ចឹងដើម្បីវាមើលធ្លុះខ្ញុំអាចនឹងទាញ roughness របស់វាខិតមកឡើងលើតិចមកកុំឲ្យវាចាំងខ្លាំងពេកប្រហែលជា 0.2 មកខ្ញុំនឹងវាយលេខមកទៅ 0.2 ហើយ IOO ខ្ញុំនឹងតម្លាក់វាចុះមកបន្តិចត្រឹម 1.1 អញ្ចឹងគឺយើងនៅតែមានអារម្មណ៍ថាយើងមើលទៅវាធ្លុះមើលធ្លុះខ្លាំងពេកអញ្ចឹងអាហ្នឹងដោយសារតែដបរបស់យើងវាអត់ទាន់មានកម្រាស់អីទាំងអស់ដបរបស់យើងគឺវាមានតែ
មកប្រទេសទេហើយអញ្ចឹងមានថាវាអត់ទាន់មានកម្រាស់ទេអញ្ចឹងដើម្បីឲ្យវាមើលទៅវារៀងស្អាប់ដូចគេអញ្ចឹងយើងត្រូវ add កម្រាស់ឲ្យវាអញ្ចឹងយើងអាចមកកន្លែង modifier នេះមកហើយយើង add solidify modifier អញ្ចឹង generate យក solidify មកប៉ុន្តែខ្ញុំនឹង offset វាចូលទៅក្នុងវិញអញ្ចឹងយើងទាញវាមកក្នុងមកប្រហែលជាប៉ុណ្នេះមកអូខេហើយបន្តមកទៀតខ្ញុំនឹងទាញ roughness របស់វាឡើងប្រហែលជាប៉ុណ្នេះទៅចឹងយើងនឹងចាប់ដើមឃើញដបរបស់យើងរៀងស្តៀងមកគេអូខេហើយយើងដូរពណ៌វាទៅទៀតមកឥឡូវទៀតថាខ្ញុំអត់យកតាមគេខ្ញុំយកពណ៌នេះមកទៅរៀងស្វាយអូខេចឹងគឺយើងបានដបរបស់យើងហើយបន្ទាប់មកយើងនឹងទៅចាក់ពណ៌ឲ្យកម្របរបស់យើងម្ដងចឹងយើង select ទៅលើកម្របរបស់យើងហើយយើងចុច new មកយើងដាក់ឈ្មោះវាទៅដាក់ឈ្មោះថា cap ហើយបន្ទាប់មកកម្របរបស់យើងនេះគឺវាអត់មានអីច្រើនទេវាគ្រាន់តែជា plastic ដែលឡងទេអញ្ចឹងយើងគ្រាន់តែ add new ហើយកន្លែង roughness នេះយើងទាញវាចុះមកកមក roughness នេះគឺយើងសម្រាប់ control ទៅលើភាពhello ហើយនឹង curve របស់ object បើសិនជា roughness ហ្នឹងយើងដាក់មួយមានថា object របស់យើងវាក្រើមខ្លាំងតែបើយើងដាក់0មានថាវាឡងខ្លាំងតែខ្ញុំដាក់វាត្រឹមប្រហែលជា 0.100 0.2 អីមកបាទនេះខ្ញុំមិនចង់ឲ្យវាឡងខ្លាំងទេអូខេអញ្ចឹងអីដែលយើងត្រូវធ្វើបន្ទាប់អីដែលយើងត្រូវធ្វើបន្ទាប់ពីយើងដាក់ material ឲ្យកម្របរបស់យើងហើយគឺយើងត្រូវធ្វើទៅលើ label អញ្ចឹង label របស់យើងគឺយើងត្រូវការដាក់អក្សរដាក់ area ហ្នឹងអញ្ចឹងដើម្បីដាក់អក្សរទៅលើកម្របរបស់យើងបាន label របស់យើងបានទីមួយយើងត្រូវ select label យើងចុច new មកហើយយើងដាក់ឈ្មោះវាបានត្រឹមត្រូវទៅ label ហើយបន្ទាប់មកអីដែលយើងត្រូវធ្វើគឺយើងនឹងចុច shift A យក texture យក image texture បន្ទាប់មកយើងភ្ជាប់ពី color មក color មកអញ្ចឹងបើសិនជាយើងមាន label ដែលយើងធ្វើឲ្យស្រាប់ឬក៏design ដែលយើងធ្វើឲ្យស្រាប់យើងអាចទៅបើកយកមកអញ្ចឹងខ្ញុំធ្វើឲ្យហើយអញ្ចឹងខ្ញុំអាចទៅបើកមកខ្ញុំចុច open image ហើយខ្ញុំយកកន្លែងខ្ញុំ save វាទុកមកចឹងខ្ញុំដូចជា download វាទុកមួយនេះអូខេអញ្ចឹងបន្ទាប់ពីយើងបើក image ហើយគឺយើងអត់ឃើញមានអីកើតឡើងទេអញ្ចឹងអាហ្នឹងគឺដោយសារតែវាតាក់ទងជាមួយនឹង UV របស់ object ហើយអីដែលយើងត្រូវធ្វើបន្ទាប់គឺយើងត្រូវ select image texture នឹងហើយយើងត្រូវចុច control T មកអញ្ចឹងបើសិនយើងចុច control T អត់ចេញទេមានន័យថាយើងអត់ទាន់បានបើក add on មួយទេឈ្មោះថា node wrangler អញ្ចឹងដើម្បីបើក add on ហ្នឹងយើងចុចមក edit preference ហើយយើងមក add on search hole add on មួយឈ្មោះ node wrangler អូខេអញ្ចឹងបន្ទាប់ពីយើងដាក់UV មក vector អីដែលវា auto នេះហើយយើងមិនបាច់ខលទេអីដែលយើងត្រូវធ្វើបន្ទាប់គឺយើងមក tab UV editing UV editing មានន័យថាគឺជាការពលានៅ object របស់យើងឲ្យទៅជាกระดาษដែលកន្លះដែលរាបស្មើឧទាហរណ៍ដូចជាក្នុងករណីនេះគឺយើងឃើញ label យើងកោងយេអញ្ចឹងយើងសាកសម័យមើលថា label គេផលិតឡើងរបៀបម៉េចអញ្ចឹង label គឺគេផលិតឡើងគឺដំបូងឡើយគឺគេមានកระดาษមួយឬក៏ plastic មួយដែលជាกระดาษស្បែកស្មើ4ជ្រុងអញ្ចឹងទៅអញ្ចឹងតទៅពេលហើយបានគេយកវាយកមកបិទនៅលើដបហ្នឹងទៅបានវាចេញទៅជារូបរាងកោងអញ្ចឹងគឺយើងធ្វើចឹងដូចគ្នាអញ្ចឹងមានថាlabel ដែលកោងនេះយើងចង់ឲ្យវាទៅជាត្រង់វិញហើយយើងដាក់ texture ហើយបន្ទាប់មកចាំយើងយកវាយកមកបិទនៅលើដបអូខេអញ្ចឹងដើម្បីធ្វើអញ្ចឹងបានគឺយើងselect ទៅលើ label ហើយយើងមកក្នុងកន្លែង UV editing ហ្នឹងហើយយើង select all មកនៅពេលដែលយើង select all គឺយើងនៅក្នុង edit mode បើសិនប្រយ័ត្នយើងច្រឡំចេញមកក្រៅមកខាង object mode អញ្ចឹងបើសិនយើងនៅក្នុង object mode យើងចុច tab ដើម្បីចូលទៅក្នុង edit mode ទៅ select all ចុច Q យក unwrap យក angle base មក
អូខេអញ្ចឹងពេលយើងចុច unwrap ហើយមានថាយើងបានពលាmesh ដែលកោងនោះឲ្យវាទៅជាត្រង់ហើយត្រង់តែ UV របស់វាទេគឺអត់ត្រង់ mesh របស់វាទេអញ្ចឹងបន្ទាប់ពីយើងចុច U unwrap ហើយយើងឃើញខាងឆ្វេងគឺយើងមាននេះប្រអប់ជុងនេះលក្ខណៈចេះអញ្ចឹងមានថាអានេះគឺជា UV របស់វាហើយខាងនេះគឺជា mesh របស់វាអញ្ចឹង UV របស់វាគឺវាត្រង់ហើយអញ្ចឹងដើម្បីយើងមើលថាយើងដាក់បាន product អញ្ចឹងដើម្បីយើងមើលថាតើយើងអាចដាក់ texture វាបានរបៀបម៉េចយើងចុចអក្សរ Z ហើយយើងយក material preview មកអញ្ចឹងគឺយើងនៅឃើញវាសនឡើយទេអញ្ចឹងយើងមកខាងឆ្វេងនេះកន្លែង UV វានេះបើសិនយើងចុចអក្សរ G មានថាយើង move វាដូច move object ធម្មតាដែរបើសិនយើង move វាមកកន្លែងនេះ move វាមកដាក់កន្លែងដែលមានអក្សរនេះយើងឃើញថាវាមើលទៅវាបច្ចាស់ហើយវា flip ទៀតអញ្ចឹងដើម្បី fix នៅ bug fix នៅបញ្ហាមួយនេះខ្ញុំនឹងចុចមកស្ដាំនៅលើវាហើយចុច mirror x មកអញ្ចឹងយើងឃើញថាវាទៅហើយវាឈប់បច្ចាស់ហើយប៉ុន្តែអីដែលខុសមួយទៀតគឺproduct របស់យើងវាផ្ដេកអញ្ចឹងដើម្បីកុំឲ្យវាផ្ដេកយើងមកកន្លែងខាងនេះយើង rotate វាមក rotate មកឆ្វេងឬក៏ទៅស្ដាំយើង rotate មើលជាក់ស្ដែងទៅអញ្ចឹងសម្រាប់ខ្ញុំក្នុងករណីនេះគឺវាមកឆ្វេងអញ្ចឹងខ្ញុំ rotate 90 degree ដកមកអូខេអញ្ចឹងខ្ញុំនឹងទាញវាមកកន្លែងនេះមកអូខេអញ្ចឹងសម្រាប់ product របស់ខ្ញុំគឺវាមាន image ខាងស្ដាំនេះវារូបនេះវាមានកលេកលាចេះអញ្ចឹងខ្ញុំអត់ចង់បានកលេកលានោះទេអញ្ចឹងមានន័យថាយើងនឹងទាញ UV ដែលចំនៅលើពណ៌កលេកលាហ្នឹងឲ្យវាមកចំកន្លែងពណ៌សវិញអញ្ចឹងខ្ញុំនឹងចុចលេខ3មានថាយើង select face ខ្ញុំ select face ដែលចំនៅលើកន្លែងកលេកលាហ្នឹងខ្ញុំ select វាមកហើយខ្ញុំ move វាទៅកន្លែងផ្សេងខ្ញុំនឹងទាញវាមកលើ X មកហើយខ្ញុំ scale វាទូចពួកអីកន្លែងហ្នឹងគឺវាអត់មានអក្សរអត់មានអីទេអញ្ចឹងយើងអាច scale វាទូចវាគ្រាន់តែជាពណ៌ solid ទេយើងអាច scale វាទូចហើយទាញវាឲ្យមកចំពណ៌សមកអូខេអញ្ចឹងគឺយើងបាន label មួយដែលសេថាខ្មែរ product អូខេអញ្ចឹងបន្ទាប់ពីយើងដាក់ texture ឲ្យ label របស់យើងហើយយើងអាចចេញមក layout វិញមកហើយយើងបើកមើលកន្លែងrender view អូខេអញ្ចឹងគឺយើងបានប៉ុណ្ណឹងយើងអាចរៀបចំ scene ដើម្បី render វាចេញទៅក្រៅបានអូខេអញ្ចឹងខ្ញុំនឹង select image នេះហើយខ្ញុំ hide វាចោលយើងចុចអក្សរ X ដើម្បី hide វាចោលឬក៏យើងអាចមកបិទបើកផ្នែកកន្លែងនេះក៏បានដែរអូខេអញ្ចឹងខ្ញុំនឹងរៀបចំ scene ដើម្បី render អញ្ចឹងខ្ញុំនឹងចុច shift A add plane មួយមកខ្ញុំ scale វាធំហើយខ្ញុំ rotate វា90 degree ហើយខ្ញុំ rotate វា 90 degree នៅលើ AX ហើយខ្ញុំទាញវាទៅក្រោយហើយបន្ទាប់មកខ្ញុំនឹងadd cube មួយទាញវាចំកងមកខ្ញុំទៅ front view មើលវាទាញវាឲ្យស្មើមកហើយបន្ទាប់មកខ្ញុំនឹង scale វាចុះក្រោមទៀតចុច tab មក edit mode ចុចលេខ1ចុច alt z ដើម្បីមើលរូបហើយបន្ទាប់មកខ្ញុំ select ខាងក្រោមទាញវាចុះក្រោមចេះហើយចេញមកវិញយើងចង់ scale វាដោយអត់ប៉ះពាល់នៅលើ axis ចឹងខ្ញុំចុច scale shift z មានថា scale គ្រប់ axis ទាំងអស់លើកលែងតែ axis ចឹងខ្ញុំ scale វាប៉ុណ្នេះមកអូខេចឹងយើងមើល product របស់យើងអូខេចឹងខ្ញុំនឹងទៅ edit mode ខ្ញុំយកលេខ2គឺ select game select ផ្ទាត់ខ្ញុំនឹង select អានេះហើយខ្ញុំនឹង bevel វាបន្តិចអូខេប៉ុណ្្នឹងមកហើយខ្ញុំនឹងទាញវាលើ x តិចមកអូខេអញ្ចឹងយើងឃើញថាយើងបាន product មួយហើយមាន background មានអីចឹងយើងអាច
render ចេញប៉ុណ្ណឹងក៏បានឬក៏យើងអាចសេរីបន្ថែមឲ្យវាមើលស្អាតជាងនឹងតិចទៀតក៏បានដែរអញ្ចឹងខ្ញុំនឹងសេរីវាតិចទៀតជើងតម្រូវនេះខ្ញុំនឹង add bevel modifier វាបន្តិច scale នេះចុះខំតិចមកហើយប៉ុណ្ណឹងមកហើយបន្ទាប់មកយើងនឹងដាក់ texture ទៅឲ្យជើងនេះហើយនឹង background នេះអញ្ចឹងខ្ញុំនឹងមក shading view shading tab ហើយចុច new មកសម្រាប់មួយនេះគឺខ្ញុំនឹងដាក់ពណ៌វាពណ៌យ៉ាងពងមាន់កំមៅអញ្ចឹងមកប៉នេះមកហើយខាងក្រោយខ្ញុំដាក់ពណ៌នឹងដែរមកចឹងយើង select material យើងមកអូខេចឹងខ្ញុំអាចមក layout វិញបើក render view ហើយខ្ញុំនឹងធ្វើការភ្លើងចឹងដើម្បី add ភ្លើងយើងចុច shift A យើងយក light មកវាមានភ្លើងច្រើនវាមាន point light មាន sunlight spotlight និង real light ចឹងខ្ញុំនឹងប្រើ sunlight ចុះហើយយើង rotate វានៅលើ x តិចមកហើយនឹង z តិចមកអូខេខ្ញុំនឹងទាញ strength មកវាឲ្យជាងខ្លាំងតិចទៅបែបនេះចុះហើយកន្លែង HDRI នេះខ្ញុំនឹងបន្ថយវាវិញតិចអូខេអញ្ចឹងប៉ុណ្្នឹងយើងអាច render វាចេញបានហើយខ្ញុំនឹង add camera ដើម្បី render វាចេញចុច shift A យកកាមេរ៉ាហើយខ្ញុំគិតថាខ្ញុំចង់បាន view ពីកន្លែងដែលខ្ញុំកំពុងមើលហ្នឹងទៅយើងចុច control alt 0មកហើយយើងទាញកាមេរ៉ាមកទៅនេះមកអូខេចឹងយើងអាច render ចេញបានយើងមកកន្លែង render នេះមកកន្លែង max sample នេះយើងយកវាធ្វើ512ទៅបានហើយអូខេចឹងយើងចុច F12 ដើម្បី render ចេញហើយអញ្ចឹងបន្ទាប់ពីយើង render ហើយយើងមើលទៅវារូបនេះវាមើលទៅវា flat ពេកវាអត់ស្អាតអញ្ចឹងខ្ញុំសេរីបន្ថែមទៅទៀតសម្រាប់ដបមួយនេះយើងនឹងមកកន្លែងនេះហើយយើងទាញ roughness វាចុះបន្តិចមកហើយដល់នេះយើងទាញ roughness វាចុះដែរមកឲ្យវាយ៉ាងឡងបន្តិចហើយបន្ទាប់មកbackground នេះមើលទៅវាអត់សូវស្អាតទេខ្ញុំយកពណ៌វាយ៉ាងខ្មៅតិចមកហើយនឹងខ្ញុំនឹង add ពន្លឺឲ្យវាបន្ថែមនៅកន្លែងនេះ shift A light យក area light scale វាធំ rotate លើ x rotate លើ z ហើយយើងទាញវាចេះមកខ្ញុំនឹងតាមភ្លើងតាម string ឲ្យវាហើយជាមួយនេះទៅហើយអានេះខ្ញុំនឹងឲ្យភ្លើងទៀតដល់ពណ៌នេះវិញពណ៌នេះស្អាតទេយើងអាចដូរយកពណ៌ណាដែលមើលទៅវាស៊ីគ្នាអូខេចឹងខ្ញុំអាចយកពណ៌នេះទៅហើយខ្ញុំ render អូខេចឹងវីដេអូថ្ងៃនេះគឺមានប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយ